ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាននេះជាដំណាំផ្កាម្លិះផ្កាម្លិះអញ្ចឹងដំណាំផ្កាម្លិះខ្ញុំបានហ្នឹងត្រូវតែដាំសាកល្បងបាទចំនួន50ដើម50ដើមហ្នឹងគឺយើងបំបែកមែកវាតូចតែប៉ុណ្ណោះអញ្ចឹងយើងត្រូវតែដាំសាកល្បងនៅពីខាងក្រោយផ្ទះបាទខ្ញុំដាំប្រហែលជាបានរយៈពេល2ខែដែរហើយស្មៅក៏ដុះច្រើនដែរអត់បានជំរះវាចូលមកដល់ខែនេះប្រហែលជាវាចិត្តអស់ភ្លៀងហើយចិត្តអស់ភ្លៀងគឺកាមនេះយើងចាប់ដើមផ្កាច្រើនបាទអញ្ចឹងយើងចាប់ដើមសម្អាតជំរះស្មៅម្ដងចូលមកដល់ខែ3ខែ4គឺពេញតែម្ដងគឺយើងត្រូវការផ្កាម្លិះដើម្បីយកមកប្រវិធីផ្សេងដូចជាដូចជាពិធីក្រុងពលីអីគឺគេត្រូវការផ្កាម្លិះហើយ